បំផុតបានជួបគ្នាបានឃើញរូបរាងឃើញពណ៌សម្បុរកាយសម្បទាឆ្អឹងឆ្អោបាទហើយបងប្អូនយើងដែលបាទតន្ទឹងរងចាំថ្ងៃនេះបាទបានមកដល់ហើយពុកម៉ែបងប្អូនបាទជាពិសេសប្រហែលថ្ងៃនេះបងប្អូនប្រិមិត្តបាទចង់ឃើញកីឡាករម៉ាស៊ីននីហ្សេនស្គីនេះបាទជាមួយនឹងបើសង្ឃឹមគឺថាយើងគូផ្គងបាទកពូកពយយើងកពូកពនេះបងប្អូនប្រិមិត្តមិនខ្ពស់ជាងសង្ឃឹមប្រហែលទេបាទសង្ឃឹមទើបនឹងវាយឈ្នះកីឡាករបរទេសកពស់ប៉ុណ្្នឹងឯងបងប្អូនប្រិមិត្តបាទឥឡូវថ្ងៃនេះមកជួបគ្នាថ្លឹងគីឡូរួចរាល់បណ្ឌិតសុខភាពបាទដោយបងប្អូនបានឃើញក្នុងវីដេអូនេះហើយបង្ហាញខ្សែក្រវ៉ាត់បាទលំដាប់ពិភពលោក ISKA គ្រុឌគុណខ្មែរ World Champion បាទហើយក៏មានកីឡាករយើងដណ្ដើមខ្សែក្រវ៉ាត់បាទប្រចាំអាស៊ីអាគ្នេយ៍បាទប្រភេទទម្ងន់60គីឡូក្រាមគឺបាទប៉ែនករិទ្ធសីត្រូវប៉ះគ្នាជាមួយនឹងកីឡាករ3ប្រទេសបាទគឺវៀតណាមម៉ាឡេស៊ីហើយនិងហ្វីលីពីនបាទហើយគូនេះគឺជាគូ Foreman Tournament បាទគីឡូ60ប្រភេទទម្ងន់គីឡូ60បាទហើយមួយក្រុមទៀតបាទគឺគីឡូ63 500បាទគឺមានកីឡាករគុណខ្មែរយើងចូលរួមប្រកួតបាទមករូបទេគុណខ្មែរបងប្អូនបាទគឺកីឡាករធីវ៉ារិតបាទកូនសិលគ្រូធីណារិតបងប្អូនប្រិមិត្តបាទដែលត្រូវតតាំងប្រកួតប្រជែងដណ្ដើមខ្សែក្រវ៉ាត់ ISKA គ្រុឌគុណខ្មែរបាទប្រចាំតំបន់អាស៊ីបាទគឺគីឡូ63 500បងប្អូនបាទមានកីឡាករហ្វីលីពីនបាទម៉ាឡេស៊ីហើយនិងវៀតណាមផងដែរហើយគូឯករបស់យើងដែលបងប្អូនទន្ទឹងរង់ចាំនោះបាទគឺគូចុងក្រោយបាទបើសង្ឃឹមប៉ះគ្នាជាមួយនឹងកីឡាករប៉ូឡូញបាទម៉ាស៊ីននីហ្សេនស្គីប្រិមិត្តបាទចង់ដឹងថាសកម្មភាពក៏ដូចជាបាទសិនសកសែតតទៅនឹងការប្រកួតនៅថ្ងៃស្អែកបាទគឺថ្ងៃសៅរ៍ទី11ខែតុលាឆ្នាំ2025បាទការប្រកួតនៅផ្លូវវែងស្រេងសួនឧស្សាហកម្មវឌ្ឍនៈ1បងប្អូនប្រិមិត្តបាទកុំភ្លេចចូលរួមទស្សនាបានច្រើនកនៅវេលាម៉ោង8យប់តទៅបាទទស្សនាសកម្មភាពពិសេសបាទទាំងអស់គ្នាបងប្អូនអូchất sủng muối bắt buộc ăn muối vào ô khử bé đá mà và sau rung chơi lúc tôi bình thường mình làm xong các lượng đi với chứ làm sang quan Asia cái này rồi hà tập buôn học sấp hai nên học bay chơi prap nói sai quan tập buôn với chứ hà sập phần buôn nhóm trong niênประเทศ ISKA គុណខ្មែរសូមគោរពឡានអរគុណចំពោះសហព័ន្ធកីឡាប្រដាល់គុណខ្មែរដែលលោកតែងតែសហការបំពេញការងារហើយក៏គោរពអរគុណដល់ក្រុមហ៊ុនវឌ្ឍនៈប្រូបរីដែលលោកតែងតែឧបត្ថម្ភគ្រប់គ្រងប្រសិនបើអត់មានអង្គភាពទាំងពីរនេះឧបត្ថម្ភគ្រប់គ្រងទេខាង ISKA គុណខ្មែរបើយើងក៏អត់ដំណើរការទៅដែរក្នុងចំពោះវេលានេះក៏ខ្ញុំសូមគោរពបងប្អូនយើងដែលចង់ជួយចូលរួមទស្សនាហ្នឹងថ្ងៃស្អែកសូមមកទស្សនាបានច្រើនកកទីតាំងនៅផ្លូវវែងស្រេងបងប្អូនយើងតែកណាមកដល់វែងស្រេងហើយសួរគេថាសួនឧស្សាហកម្មវឌ្ឍនៈមួយនឹងនៅកន្លែងណាគេប្រាប់ឲ្យមកពីស្ទឹងមានជ័យហួសចំណុចជ្រុំតិចមកខាងឆ្វេងដៃគឺហួសលូប្រាំងមកខាងឆ្វេងដៃឃើញហើយចូលទស្សនាដោយមិនលក់សម្បត្តិមិនលក់អីទេអញ្ចឹងមានតែគ្រប់គ្រងឋានៈមួយបន្តធ្លាក់អីតាមបណ្ដោយផ្លូវវែងស្រេងដែរការប្រកួតនៅក្នុងថ្ងៃស្អែកដែរតោះតាមទៀតសម្រាប់ទៀតជួយបាត់មុខអ្នកទៅដីតើបងមិនសុំមួយបងអ្នកមុខឲ្យកាមេរ៉ាណាខ្ញុំ